អ្នកត្រូវតែក្រោកឈរហើយជួយខ្លួនឯងនេះគឺចំណេះដឹងផ្នែកហិរញ្ញវត្ថុរៀបរៀងឡើងពិសេសសម្រាប់អ្នកដែលកំពុងស្ថិតនៅចំណុចខ្មៅងងឹតនៃសេដ្ឋកិច្ចដុនដាបគ្មាននរណាម្នាក់នឹងមកជួយយើងនោះទេសូមគំរំចាំវត្ថុស័ក្តិសិទ្ធិឬមិត្តល្អរបស់អ្នកមកជួយអ្នកអីពួកគេក៏កំពុងមានកង្វល់ផ្សេងៗដែលត្រូវដោះស្រាយផងដែរចាប់តាំងពីខ្ញុំទទួលស្គាល់រឿងទាំងនេះខ្ញុំឈប់រងចាំជំនួយឈប់បងស្រន់ឈប់ដេកចាំឱកាសហើយវាបានផ្លាស់ប្ដូរជីវិតខ្ញុំមើលទៅមនុស្សភាគច្រើនកំពុងរងចាំឱកាសមួយរងចាំអភូតមួយរងចាំឲ្យនរណាម្នាក់ផ្ដល់ឱកាសឲ្យពួកគេប៉ុន្តែខ្ញុំសូមប្រាប់អ្នកថាប្រសិនបើអ្នកអង្គុយរងចាំឲ្យនរណាម្នាក់មកជួយអ្នកនឹងរងចាំជារៀងរហូតគឺចាំរហូតដល់ព្រះអាទិត្យរះហើយលិចហើយរះនឹងបន្តបែបនេះគ្មានថ្ងៃបញ្ចប់ចំណែកជំនួយដែលអ្នកកំពុងរងចាំក៏នៅតែមិនមកដល់កងទ័ពជួយសង្គ្រោះមិនមកទេសំណាងល្អរីសីចក្រទោះឡើងដល់កម្រិតកំពូលនៃឆ្នាំរបស់អ្នកក៏មិនមានឥទ្ធិពលអ្វីអាចជួយអ្នកបានដែរទោះបីទិសហុងស៊ុយរបស់អ្នកបំពាក់ដោយអំបិលហេម៉ាឡៃក៏គ្មានប្រយោជន៍អ្វីឡើយអ្នកមិនមែនជាសត្វឆ្មាដែលដេកនៅចិញ្ចើមផ្លូវរងចាំចំណីនៃមនុស្សចិត្តល្អដាក់ឲ្យស៊ីនោះទេសូមក្រោកឈរឥឡូវនេះប្រសិនបើអ្នកមិនជួយខ្លួនឯងអ្នកនឹងនៅជាប់នៅទីនោះនេះជាការពិតដោយមិនអាចប្រកែកបានហើយកុំឈឺចាប់នឹងវាធ្វើអ្វីប៉ុន្តែត្រូវទទួលស្គាល់នៅពេលអ្នកបានផ្លែផ្កាពីការខំប្រឹងនោះអ្នកនឹងដឹងថាពិភពលោកនៃចក្រវាឡគឺសុក្រិតបំផុតពីព្រោះយើងរស់នៅក្នុងពិភពដែលមនុស្សរំពឹងឲ្យជីវិតមានតុល្យភាពប៉ុន្តែតុល្យភាពមិនមែនជាផ្នែកមួយនៃកិច្ចសន្យាជីវិតនោះទេព្រះអាទិត្យមិនរះឡើងសម្រាប់តែមនុស្សមួយចំនួនហើយក៏មិនរះឡើងសម្រាប់អ្នកផ្សេងដែរវារះឡើងសម្រាប់មនុស្សគ្រប់គ្នាវាជាការទទួលខុសត្រូវរបស់អ្នកក្នុងការលើកស្ទួយខ្លួនឯងឲ្យរះឡើងជាមួយវាអ្នកត្រូវតែក្រោកឈរឡើងទោះបីជាអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយនោះហើយជាចំណុចខុសគ្នារវាងមនុស្សដែលរីកចម្រើននិងមនុស្សដែលដើរថយក្រោយវាមិនមែនជាព្រហ្មលិខិតនោះទេហើយក៏មិនមែនជាសំណាងនោះដែរវាជាសកម្មភាពរបស់អ្នកវាជាការសម្រេចចិត្តឈានទៅមុខទោះបីជាផ្ទៃក្នុងរបស់អ្នកប្រាប់ឲ្យនៅស្ងៀមក៏ដោយតើអ្នកបានរងចាំប៉ុន្មានដងដើម្បីឲ្យរឿងរ៉ាវកាន់តែងាយស្រួលកាន់តែល្អប្រសើរប៉ុន្មានដងហើយដែលអ្នកនិយាយថាខ្ញុំនឹងចាប់ផ្ដើមថ្ងៃស្អែកហើយតើមានអ្វីកើតឡើងថ្ងៃស្អែកវាបានមកដល់ហើយក៏រំលងផុតទៅទាំងដែលអ្នកនៅដដាលបន្ទាប់មកអ្នកបង្កើតលេថ្ងៃសម្រាប់ខ្លួនឯងនិងចុងក្រោយអ្នកដតីធ្វើជំនួសអ្នកតែសូមគុំច្រឡំថាធ្វើឲ្យអ្នកគឺគេធ្វើសម្រាប់ខ្លួនគេតែប៉ុណ្ណោះអ្នកគិតថាត្រូវមានលក្ខខណ្ឌល្អឥតខ្ចោះជាមុនសិនមុននឹងអាចចាប់ផ្ដើមបានប៉ុន្តែជាការពិតនោះវាមិនមានថ្ងៃល្អឥតខ្ចោះទេប្រសិនបើអ្នកនៅតែរងចាំឲ្យព្យុះឆ្លងកាត់រងចាំឲ្យគ្រប់យ៉ាងរលូនឲ្យរាសីឡើងដល់ចំណុចកំពូលដួតលោកគ្រូមហាជុំបានទុះទីគឺគ្មានថ្ងៃណាគ្រប់យ៉ាងល្អឥតខ្ចោះបែបនោះទេអ្នកនឹងខកខានឱកាសក្នុងការរៀនពីរបៀបជិះទូកក្នុងខ្យល់ពីរបៀបរក្សាលំនឹងពេលមានព្យុះមកដល់អ្នកនឹងបាត់បង់ឱកាសក្នុងការធ្វើឲ្យខ្លួនឯងរឹងមាំគ្រប់អ្នកជោគជ័យសុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាកទាំងនោះអ្នកមិនធ្លាប់ជួបនឹងសេចក្តីទុក្ខវេទនាគ្មានសូម្បីតែក្របអង្គទទួលទានទាំងឆៅដូចសម័យពលពតទេពួកគាត់មហាសែនវេទនាទម្រាំមានថ្ងៃនេះជីវិតវាតែងតែស្មុគស្មាញវាមានភាពច្របូកច្របល់ហើយវាមិនមានការធានាទេថានឹងស្មុគស្មាញរហូតឬសុខរហូតនោះទេលោកសាក់ឡូបាននិយាយថាគ្មានអ្វីទៀងទាត់នោះទេសូម្បីបញ្ហារបស់អ្នកក៏មិននៅរាំងផ្លូវអ្នករហូតនោះទេវានឹងរលាយបាត់ពេលណាមួយមិនខានប៉ុន្តែអ្នកត្រូវតែក្រោកឈរឡើងទោះយ៉ាងណាក៏ដោយពីព្រោះប្រសិនបើអ្នកមិនប្រយុទ្ធដើម្បីជីវិតរបស់អ្នកនោះនរណានឹងធឺជំនួសអ្នកពេលខ្ញុំមិនទាន់ដល់អាយុ30ឆ្នាំខ្ញុំគ្មានលុយខ្ញុំខ្មាស់គេខ្ញុំគ្មានប្រាក់បង់វិក័យប័ត្រទេហើយមានអារម្មណ៍ថាស្អប់មកខ្លួនឯងរាល់ពេលឆ្លងកញ្ចក់ប៉ុន្តែរឿងដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរឲ្យមានថ្ងៃនេះគឺខ្ញុំឈប់រងចាំឲ្យនរណាមកជួយជីវិតខ្ញុំបានដឹងថាគ្មានគ្រូណាមិត្តណាសាច់ញាតិនៅក្រុមគ្រួសារឬរដ្ឋាភិបាលណានឹងបង្វែរអ្វីឲ្យខ្ញុំបានទេវាត្រូវតែរយើខ្លួនយើងផ្ទាល់ពេលខ្ញុំទទួលស្គាល់ការពិតនោះរឿងរ៉ាវទាំងអស់ចាប់ផ្ដើមផ្លាស់ប្ដូរវាងាយស្រួលទេ
ទេវាពិបាកណាស់ប៉ុន្តែពេលខ្ញុំចាប់ផ្ដើមទទួលខុសត្រូវនឹងលើជីវិតខ្ញុំរឿងរ៉ាវចាប់ផ្ដើមដំណើរការវាប្រៀបបាននឹងម៉ាស៊ីនដែលបានជួសជុលដាក់ប្រេងល្អឲ្យដំណើរការវាពិតជាមានកម្លាំងណាស់ហើយមិនរលត់តាមផ្លូវដូចតុកដែលតែងតែរលត់ពេលដឹកអ្នកដំណើរនោះទេអ្នកត្រូវតែទទួលស្គាល់ស្ថានភាពរបស់អ្នកមិនថាវាមានអារម្មណ៍មិនស្រួលប៉ុណ្ណាការទទួលខុសត្រូវគឺជាជំហានដំបូងដែលឈានជើងទៅរកសេរីភាពផ្នែកហិរញ្ញវត្ថុព្រោះនៅពេលអ្នកទទួលខុសត្រូវអ្នកឈប់រងចាំហើយពេលអ្នកឈប់រងចាំអ្នកចាប់ផ្ដើមផ្លាស់ទីមនុស្សជាច្រើនបាននិយាយថាអ្នកមិនយល់ទេខ្ញុំមានបញ្ហាច្រើនណាស់ខ្ញុំជួបអ្វីច្រើនខ្ញុំជាប់គាំងម្ដងស្ទើរតែលែងចង់ដកដង្ហើមខ្ញុំយល់អំពីការឈឺចាប់ខ្ញុំយល់អំពីការជាប់គាំងនឹងជ្រុងដូកត្រីក្រាំដែលកំពុងរស់នៅក្នុងថោផ្កាទុយមួយប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថាផ្លូវចេញមិនមែនជាការតូទួនខ្លួនទៅតាមរឿងរ៉ាវដែលទៀងកំញាក់អ្នកឲ្យដល់បាតដីនោះទេវាជាចលនានៃការខំងើបឡើងសាជាថ្មីជីវិតវាបានវាយផ្ដួលយើងទាំងអស់គ្នានៅពេលណាមួយប៉ុន្តែមិនមែនជាកត្តាដែលកំណត់ថាអ្នកត្រូវតែដីក្រាបនៅនឹងដីទេតែជាការងើបឡើងវិញជាការជំនះមិនព្រមចុះចាញ់គ្មាននរណាមកជួយអ្នកទេអ្នកត្រូវជួយខ្លួនឯងកុំរងចាំឱកាសស៊ូបង្កើតឱកាសវាវិញកុំរងចាំពេលល្អបំផុតចាប់ផ្ដើមឥឡូវនេះប្រសិនបើអ្នកមិនបោះបង់អ្នកនឹងឈ្នះរៀបរៀងនិងស្រាវជ្រាវដោយ Channel Money Mindset កតិនៃប្រាក់សូមអរគុណសម្រាប់ការតាមដានសូមចុចជាវ Subscribe ជាការលើកទឹកចិត្តសូមអរគុណ